ប្រទេសថៃមិនទាន់អស់ចិត្តនឹងការឆ្លើយតបរបស់ក្រសួងការបរទេសនិងនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលទៅលើរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Tom Andrews នៅឡើយទេឥឡូវនេះដល់វេនកងទ័ពជើងគោកថៃម្ដងដែលចេញមុខវាយបក UN ដោយចោទថាមិនអព្យាក្រឹតហើយចោទប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារថាបានរស់នៅលើទឹកដីថៃដោយខុសច្បាប់អស់រយៈពេលជាង40ឆ្នាំកងទ័ពថៃទាមទារឲ្យកម្ពុជាទទួលយកការពិតសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃឧត្តមសេនីយ៍តូវិនថៃស៊ូវេរីចេញផ្សាយនៅថ្ងៃទី4ខែសីហាឆ្នាំ2026គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោក Tom Andrews ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល12ថ្ងៃចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026កងទ័ពថៃចោទថាសង្គ្រាមផ្ទុះឡើងដោយសារកម្ពុជាជាអ្នកប្រើកម្លាំងមុនហើយថៃគ្រាន់តែអនុវត្តសិទ្ធិការពារខ្លួនប៉ុណ្ណោះកងទ័ពថៃក៏ចោទកម្ពុជាទៀតថាបំភ្លៃព័ត៌មានដើម្បីបំផ្លាញមុខមាត់ថៃនៅលើឆាកអន្តរជាតិជុំវិញការរកឃើញរបស់លោក Tom Andrews ដែលថាប្រជាពលរដ្ឋខ្មែរជាង20000នាក់នៅមិនអាចវិលត្រឡប់ទៅផ្ទះវិញបានព្រោះភូមិឋានរបស់ពួកគេត្រូវបានបិទគប់ដោយលួសបន្លាននឹងទូកុងតឺន័រថៃច្រានចោលតួលេខនេះដោយអះអាងចំនួនម្ចាស់ផ្ទះថាមានខ្មែរត្រឹមតែ4690នាក់ប៉ុណ្ណោះដែលមិនទាន់អាចវិលទៅទីលំនៅដើមវិញបានក្នុងនោះមានអ្នកភូមិជោគជ័យ1040នាក់ភូមិព្រៃច័ន្ទ150នាក់និងគោករមៀត3500នាក់ភូមិទាំង3ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យថៃចោទថាពលរដ្ឋខ្មែរទាំងអស់នេះតាំងលំនៅដោយខុសច្បាប់លើទឹកដីថៃអស់ពេលជាង40ឆ្នាំមកហើយប៉ុន្តែត្រង់នេះកម្ពុជាធ្លាប់បញ្ជាក់ថាអំណាចរបស់ថៃគឺផ្អែកទៅលើផែនទីឯកតោភាគីហើយផ្ទុយទៅវិញក្រសួងការបរទេសកម្ពុជាធ្លាប់បង្ហាញថាមានពលរដ្ឋថៃបានធ្វើស្រែចម្ការហួសចូលដីកម្ពុជារួមទាំងនៅស្រុកកំរៀងខេត្តបាត់ដំបងផងម្យ៉ាងវិញទៀតថៃរាប់ឃើញជាង4000នាក់មិនអាចវិលទៅផ្ទះគឺគ្រាន់តែនៅបន្ទាយមានជ័យមួយប៉ុណ្ណោះចោះចំណែកពលរដ្ឋខ្មែរនៅខេត្តពោធិ៍សាត់ឧត្តរមានជ័យនិងព្រះវិហារដែលយោធាថៃពាត់យកផ្ទះដីនិងបិទគប់ផ្លូវធ្វើដំណើរតើមានប៉ុន្មានគ្រួសារហេតុអ្វីថៃមិនរាប់ផងនៅចុងសេចក្តីថ្លែងការណ៍កងទ័ពថៃបានអំពាវនាវឲ្យយន្តការរបស់អង្គការសហប្រជាជាតិស្ដាប់ព័ត៌មានពីភាគីថៃឲ្យបានគ្រប់ជ្រុងជ្រោយប៉ុន្តែលោក Tom Andrews បានបញ្ជាក់ច្បាស់ហើយថាការវិតម្លៃរបស់លោកមិនមែនផ្អែកទៅលើការស្ដាប់និងការពន្យល់ពីមន្ត្រីកម្ពុជាតែមួយប៉ុណ្ណោះទេប៉ុន្តែផ្អែកទៅលើការចុះពិនិត្យតំបន់ព្រំដែនដោយលោកផ្ទាល់មន្ត្រីជាន់ខ្ពស់កម្ពុជាបានប្រាប់ News Today ថាថៃអាចលាក់បាំងការពិតតែមិនអាចលុបភស្តុតាងនៃការឈ្លានពាននិងវិបត្តិមនុស្សធម៌បង្កឡើងដោយយោធារបស់ខ្លួនបានឡើយខ្ញុំរស់សុធាពី News Today NTTV